មានលុយសន្សំ20%ពីក្បួន50 30 20ហើយគួរយកទៅធ្វើអ្វីបន្តសួស្តីអ្នកទាំងអស់គ្នាក្នុងវីដេអូមុនយើងបានជជែកគ្នារួចហើយអំពីរូបមន្ត50 30 20ដែលជួយឲ្យយើងអាចដកលុយសន្សំបាន20%ជារៀងរាល់ខែប៉ុន្តែសំណួរធំបន្ទាប់ដែលខ្ញុំទទួលបានច្រើនបំផុតគឺពេលមានលុយ20%ហ្នឹងនៅក្នុងដៃហើយតើយើងយកវាទៅទុកនៅឯណាឬយកទៅធ្វើអ្វីបន្តដើម្បីកុំឲ្យលុយហ្នឹងនៅត្រឹងមួយកន្លែងនឹងអាចបង្កើតលុយបន្ថែមបានមនុស្សភាគច្រើនសន្សំលុយបានហើយតែបែរជាទុកវាចោលក្នុងគណនីធម្មតាឬយកទៅវិនិយោគខុសបច្ចេកទេសព្រោះតែចិត្តក្តៅចុងក្រោយត្រូវបាត់បង់លុយទាំងនោះទៅវិញនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីជំហានទាំង3ក្នុងការចាត់ចែងលុយ20%នោះថាមានសុវត្ថិភាពនិងជួយឲ្យទ្រព្យសម្បត្តិរបស់អ្នកកើនឡើងពិតប្រាកដបើសិនជាអ្នកអនុវត្តត្រូវជំហានទី1បង្កើតខែលការពារជីវិតមុននឹងយើងគិតដល់រឿងមានបានឬរឿងវិនិយោគហ្នឹងយើងត្រូវគិតដល់រឿងសុវត្ថិភាពរបស់ខ្លួនយើងជាមុនសិនលុយសន្សំដំបូងដែលដកបានពីកញ្ចប់20%នោះមិនត្រូវយកទៅរកស៊ីឬទិញភាគហ៊ុនភ្លាមនោះទេត្រូវចាក់សោទុកវាមួយឡែកសិនទុកជាកញ្ចប់បំរុងអាសន្នឲ្យបានចំនួនសមរម្យយល់ល្អគឺស្មើនឹងចំណាយប្រចាំខែរបស់យើង3ទៅ6ខែឧទាហរណ៍ថាបើក្នុងមួយខែយើងចំណាយចាំបាច់$500នោះក្នុងកញ្ចប់នេះត្រូវមានចាប់ពី$1,500ទៅ$3,000ហើយខ្ញុំណែនាំឲ្យអ្នកទាំងអស់គ្នាកុំទុកលុយនេះក្នុងកាតដែលយើងដកចាយរាល់ថ្ងៃត្រូវយកលុយទៅដាក់ក្នុងគណនីសន្សំដាច់ដោយឡែកមួយដែលផ្ដល់ការប្រាក់ខ្ពស់ព្រោះអីវាជួយឲ្យយើងមិនងាយដកលុយហ្នឹងចាយផ្ដេសផ្ដាស់ហើយថែមទាំងបានការប្រាក់ប្រចាំឆ្នាំទៀតផងហើយលុយហ្នឹងគឺអ្នកអាចដកមកប្រើបានតែពេលដែលមានអាសន្នពិតប្រាកដដូចជាឈឺថ្កាត់ឡានខូចឬក៏អត់ការងារធ្វើភ្លាមប៉ុណ្ណោះជំហានទី2គឺវិនិយោគលើម៉ាស៊ីនបង្កើតលុយបន្ទាប់ពីយើងមានខែលការពារជីវិតពេញលេញហើយលុយ20%ដែលសន្សំបានក្នុងខែបន្ទាប់មកត្រូវយកមកវិនិយោគលើខ្លួនឯងអញ្ចឹងមនុស្សភាគច្រើនគិតដល់ការទិញមាសទិញដីប៉ុន្តែការវិនិយោគដែលចំណេញបំផុតនិងគ្មានហានិភ័យតទៅសោះគឺការបង្កើនសមត្ថភាពខ្លួនឯងដើម្បីរកចំណូលបានកាន់តែច្រើនឧទាហរណ៍ជាក់ស្ដែងយកលុយនោះទៅទិញសៀវភៅល្អៗអានឬចុះឈ្មោះរៀនវគ្គខ្លីៗដែលតាក់ទងនឹងជំនាញអញ្ចឹងយើងសាកគិតមើលបច្ចុប្បន្នយើងមានចំណូល$500ព្រោះយើងមានចំណេះដឹងត្រឹមរាប់លុយប៉ុណ្ណឹងតែបើដកលុយខ្លះទៅរៀនជំនាញថ្មីវានឹងជួយរុញចំណូលយើងឲ្យអាចឡើងដល់អាចពី$1,000ឬក៏$2,000ក្នុងមួយខែអញ្ចឹងពេលនោះលុយ20%របស់យើងវានឹងរីកធំទៅតាមនោះដែរជំហានទី3បង្វែរទៅជាទ្រព្យសកម្មអញ្ចឹងនៅពេលដែលខ្លួនឯងមានចំណេះដឹងនិងមានលុយសល់កាន់តែច្រើនដល់ពេលដែលត្រូវឲ្យលុយធ្វើការឲ្យយើងវិញម្ដងពាក្យថាទ្រព្យសកម្មគឺជារបស់ទាំងឡាយណាដែលយើងដាក់លុយទិញទៅហើយវាបង្កើតលុយចូលកប៉ៅឲ្យយើងវិញអញ្ចឹងជំរឿននៃការវិនិយោគងាយៗនិងសុវត្ថិភាពជាការបង្កើតអាជីវកម្មខ្នាតតូចបែប digital ឧទាហរណ៍ដូចជាធ្វើជា admin page សេវាកម្មកាត់តវីដេអូឬក៏ធ្វើរូបភាពជាដើមជំរឿនទី2ការទិញកញ្ចប់វិនិយោគឧទាហរណ៍ដូចជាការលេងភាគហ៊ុននៅក្នុងផ្សារភាគហ៊ុនកម្ពុជា CSX ដែលយើងយកលុយទៅធ្វើជាម្ចាស់ភាគហ៊ុនរួមរបស់ក្រុមហ៊ុនធំៗនៅក្នុងស្រុកយើងទិញចំណែកតូចមួយនៃក្រុមហ៊ុនល្បីៗដែលអ្នករកស៊ីចំណេញស្រាប់ឧទាហរណ៍ ACDA រដ្ឋាភិបាលទឹកស្វ័យយ័តក្រុងភ្នំពេញតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញអញ្ចឹងនៅពេលដែលយើងទៅទិញចំណែកតូចមួយនៅពេលដែលក្រុមហ៊ុនទាំងនោះរកស៊ីចំណេញគេនឹងចែកលុយចំណេញឬដែលយើងហៅថាភាគលាភមកឲ្យយើងតាមខែឬក៏តាមឆ្នាំតាមការកំណត់របស់ក្រុមហ៊ុនបើថ្ងៃក្រោយតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននោះឡើងថ្លៃយើងក៏ចំណេញតាមនោះដែរជំរឿនទី3ការសន្សំទិញទ្រព្យរឹងអាចថាជាការទិញមាសសន្សំឬក៏ដីធ្លីទៅតាមសមត្ថភាពរបស់យើងអញ្ចឹងសរុបមកវិញការសន្សំលុយបាន20%គឺជារឿងល្អណាស់ទៅហើយប៉ុន្តែវាកាន់តែអស្ចារ្យទៀតបើសិនជាអ្នកចេះចាត់ចែងវាទី1ធ្វើជាកញ្ចប់បំរុងអាសន្នទី2វិនិយោគលើចំណេះដឹងខ្លួនឯងនិងទី3យកទៅបង្កើតទ្រព្យសកម្មកុំធ្វើជាមនុស្សដែលចេះតែសន្សំតែមិនចេះពង្រីកតើបងប្អូនទាំងអស់គ្នាបច្ចុប្បន្នបានយកលុយសន្សំទៅវិនិយោគលើអ្វីខ្លះហើយអាច comment ពិភាក្សាឬក៏ផ្ដល់ជាមតិយោបល់បន្ថែមមកឲ្យនាងខ្ញុំបាននៅខាងក្រោមហើយបើពេញចិត្តវីដេអូនេះកុំភ្លេចចុច like share និង subscribe ម្នាក់មួយផងជួបគ្នានៅវីដេអូបន្ទាប់អរគុណច្រើន